ហេតុអ្វីបានជាយានយន្តយោធាចាំបាច់ត្រូវត្រួតពិនិត្យខ្ញុំទើបតែទទួលបានបញ្ជាឲ្យត្រួតពិនិត្យយានយន្តណាមួយមែនទេហេនៅក្រៅឆាកឈប់កុំផ្លាស់ទីទទួលបានបិទចុះនៅទីនេះចេញពីឡានចុះមកយ៉ាងលឿនប្រញាប់ឡើងក្រុមប្រតិបត្តិការពិសេសបានចាប់យកធាតុ59ចំនួន5បន្ថែមទៀតដែលបានចាប់ពង្រត់ក្មេងស្រីរត់ពន្ធមានឈ្មោះពីរគឺសាយស័តពីលើមេដំបងក្រហមមានរហស្សនាមថាខ្មោចសេះ5មួយនិងប្រុសព្រៃឯកោនៅថ្ងៃបន្ទាប់ខ្ញុំបានរកឃើញសាកសពសមាជិក59ឈ្មោះ Genfi ដែលត្រូវបានរំលោភបុកនិងសម្លាប់នៅក្នុងផ្ទះសំណាក់មួយនៅ Thongcho Ridge 2-3ថ្ងៃក្រុមការងារប្រឆាំងក្មេងទំនើងបានធ្វើការវាយឆ្មក់យ៉ាងពេញទំហឹងទៅលើឧក្រិដ្ឋជននៃឆ្នូតទាំងអស់នៅទូទាំងទីក្រុងទោះយ៉ាងណាគ្មានចោរប្លន់ណាម្នាក់ដែលជាឥស្សរជនឈានមុខគេនិងជាសមាជិកសំខាន់របស់59ដែលមកពីហុងកុងត្រូវបានចាប់ខ្លួនតម្រុយតែមួយគត់គឺម្ចាស់រថយន្ត033855ក្រោននិងធានក៏បាត់ខ្លួនភ្លាមនៅដើមទសវត្សរ៍ឆ្នាំ1990អ្នកងារធានារ៉ាប់រងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងត្បូងអង្គការក្រមពិភពលោកហុងកុង59បានឆ្លៀតយកពេលវេលាដើម្បីជ្រៀតចូលធនាគារនិងប្លន់យកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងពន្លឺថ្ងៃប៉ូលីសបានបង្កើតសំណាញ់មួយប៉ុន្តែខ្ញុំមិនរំពឹងថាសត្វខ្មៅនៅពីក្រោយឆាកនឹងលាក់ខ្លួននៅកន្លែងដែលមិននឹកស្មានដល់បំផុតនោះទេការិយាល័យសន្តិសុខសាធារណៈក្រុងសិនបាបានបង្កើតក្រុមសកម្មភាពពិសេសប្រឆាំងនឹងស្បែកខ្មៅហើយត្រូវបានបញ្ជាឲ្យវាយប្រហារការប្រឈមមុខដាក់គ្នារវាងប៉ូលីសនិងចោរប្លន់ដ៏រំភើបបានចាប់ផ្ដើមសួស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍ចំពោះខ្សែភាពយន្តបែបបុរាណដែលរកឃើញគួរឲ្យសង្ស័យយូរជីលិនផលិតដោយឯកជនរឹងខ្សែភាពយន្តអាយុ35ឆ្នាំនេះអះអាងថាជាខ្សែភាពយន្តរ៉ាវរកស្បែកខ្មៅដំបូងគេនៅប្រទេសចិនហុងកុងនៅក្រោមពិភពលោកបានរៀបចំសកម្មភាពឧក្រិដ្ឋកម្មក្នុងឆ្នាំ1990ឆាងជូក្រុមក្មេងទំនើងដែលគ្មានច្បាប់ច្រើនជាងគេគឺក្រុមក្មេងទំនើងដែលមានឈ្មោះថា 59K ក្រុមក្មេងទំនើងនេះត្រូវបានរៀបចំយ៉ាងល្អបទបញ្ញត្តិគឺតឹងរឹងការជួញដូរគ្រឿងញៀនប្លន់និងធ្វើឃាតដោយសារតែការពង្រីកអំណាចទឹកដីយ៉ាងឆាប់រហ័សពាក្យ59ពិភពលោកលែងពេញចិត្តនឹងការអភិវឌ្ឍនៅហុងកុងដូច្នេះគោលដៅគឺទីក្រុងសិនបាវដែលជាតំបន់សេដ្ឋកិច្ចពិសេសជាប់នឹងហុងកុងពួកគេបានបញ្ជូនឈ្មោះកូដអាល្លឺម៉ង់ដោយសម្ងាត់មេសានៃចំនួននេះបានលួចចូលទៅក្នុងទីក្រុងសិនបាវដោយសម្ងាត់សារ៉ាម៉ាសៃអភិវឌ្ឍធម្មពលនិងបានរៀបចំស៊េរីនៃឧក្រិដ្ឋកម្មដែលមិនអំណោយផលឌីហ្សេហៅបានជ្រៀតចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់បកកុម្មុយនីសចិន Shenbao City ភ្លាមបន្ទាប់ពីសេះចាប់ផ្ដើមមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅទីក្រុងសិនបាវសន្តិសុខរបស់ក្រុមហ៊ុនសន្តិសុខបានចាក់ចេញពីអគារដោយកាន់ប្រអប់ប្រាក់ពេញដោយសាច់ប្រាក់រៀបចំផ្ទេរប្រអប់សាច់ប្រាក់នេះទៅធនាគារក្នុងស្រុកទោះយ៉ាងណាក៏ដោយដូចជាឡានដាក់ប្រាក់បានចាក់ចេញពីអគារប្រហែលជាឧក្រិដ្ឋជនបានកំណត់គោលដៅចំនួនទឹកប្រាក់ដ៏ច្រើននេះរួចហើយតារាសម្ដែងដែលដើរតួជាក្មេងទំនើងឆេងឆែនគឺជាតារាសម្ដែងនិងជាពិធីការិនីដ៏ល្បីល្បាញម្នាក់ឪពុករបស់គាត់គឺជាមនុស្សកំណាចអាជីពដ៏ល្បីល្បាញនៅក្នុងរោងភាពយន្តចេងសីគាត់ក៏ជាអេដឺជីនជីក្នុងដំណើរទៅភាគខាងលិចទំនិញត្រូវបានដឹកជញ្ជូនយកចិត្តទុកដាក់ក្នុងការជ្រៀតជ្រែកជាមួយរថយន្តដាក់ប្រាក់របស់ក្រុមហ៊ុនសន្តិសុខហើយបើកបរគ្រប់ផ្លូវទៅមាត់ទ្វារធនាគារហើយមានគូស្នេហ៍បរទេសដែលមានភ្នែកពណ៌ខៀវនិងខៀវស្រងាត់នៅក្បែរនោះនឹងណាត់ជួបគ្នានៅខាងក្រៅធនាគារមន្ត្រីប្រាក់បញ្ញើដែលទទួលបន្ទុកអ្នកអង្គការពីមិនមានការសង្ស័យអំពីវាទេជំនួសឲ្យការវាយមនុស្សដោយភ្នែកចង់ដឹងចង់ឃើញគូស្វាមីភរិយាបរទេសដែលមិនចេះទុកចិត្តប៉ុន្តែគ្រាន់តែអ្នកដាក់ប្រាក់បញ្ញើបានបើកទ្វារហើយហៀបនឹងរើចេញពីប្រអប់ប្រាក់តាក់ស៊ីក្រហមមកពីក្បែរនោះហើយបង្កើនល្បឿនក្នុងពេលដំណើរគ្នាគូស្វាមីភរិយាបរទេសដែលយាមរថយន្តសន្តិសុខក៏ចាប់ផ្ដើមធ្វើសកម្មភាពក្នុងពេលតែមួយដែរប្លន់រហ័សទៅយ៉ាងលឿនប្តីប្រពន្ធជនបរទេសនេះគ្រាន់តែជាក្រុមចោរប្លន់ដែលធ្វើពុតជាក្រុមចោរប្លន់ហើយបានបើកឡានចេញទៅយ៉ាងលឿនដំណើរការឧក្រិដ្ឋកម្មទាំងមូលគឺត្រង់នឹងដោយមិនស្ទាក់ស្ទើរវិនិច្ឆ័យពីល្ខោនអូប៉េរ៉ារបស់ពួកគេតាមមើលទៅគ្មានចោរប្លន់ធម្មតាទេវាជាក្រុមក្មេងទំនើងដែលបានរៀបចំទុកជាមុនបន្ទាប់ពីការប្លន់ធនាគារកងពលតូចស៊ើបអង្កេតព្រំទុននៃការិយាល័យសន្តិសុខសាធារណៈក្រុងសិនចិនបានទទួលរបាយការណ៍ប្រធានផ្នែកស៊ើបអង្កេតព្រំទុនលីនកាងបានបើកឡានជាមួយក្រុមរបស់គាត់ភ្លាមដើម្បីដេញតាមចោរប្លន់ដែលរត់គេចខ្លួនតារាសម្ដែងដែលដើរតួជាលីនកាងប្រធានផ្នែកស៊ើបអង្កេតព្រំទុនគឺជាពិធីបុណ្យដេកគុកនៅឆ្នាំ1990តារាសម្ដែងប្រុសដ៏ស្វិតស្វាញដ៏ល្បីល្បាញគឺលោក Shen John និស័យកើតមកយ៉ាក់បូកនឹងរៀងខ្ពស់និងស្វិតនឹងទម្រង់មុខឲ្យគាត់លេងជាញឹកញាប់តួអង្គក្លាហាននិងរឹងមាំនៅក្នុងខ្សែភាពយន្តនិងទូរទស្សន៍ទាំងពីរអាចលេងក្មេងទំនើងអ្នកអាចលេងអ្នករាវរកឈាមក្តៅម្ដងទៀតតួនាទីតំណាងគឺជនកំណាចពេជ្រភ្នំបន្ទាយនៅក្នុងរឿងភាគទូរទស្សន៍អូឡុងភ្នំប៊ូទិកបង្ក្រាបម៉ាស៊ីនមិនយូរប៉ុន្មានប៉ូលីសបានរកឃើញដាននៃតាក់ស៊ីក្រហមដែលមិនមានលក្ខខណ្ឌប្រធានលីនបានបើកឡានភ្លាមបន្ទាប់ពីគាត់ចូលក្នុងការប្រណាំងអូសយ៉ាងសាហាវនៅលើផ្លូវជាមួយចោរប្លន់វាគ្រាន់តែថាចោរប្លន់ដែលទទួលបន្ទុកបើកបរច្បាស់ជាអ្នកបើកបរចាស់ដែលស៊ាំនឹងស្ថានភាពផ្លូវក្នុងតំបន់បន្ទាប់ពីគាត់បានរកឃើញថាបុគ្គលិកសន្តិសុខសាធារណៈកំពុងតម្រង់គោលដៅគាត់ខ្ញុំបើកឡានជុំវិញទីក្រុងដោយចេតនាដើរតាមរមួលនឹងវែងយ៉ាងលឿនប្រែទៅជាផ្លូវក្បែរនោះប្រធានលីនបានកត់សម្គាល់ឃើញថាគោលដៅបានបាត់ចេញពីឡានហើយស្វែងរកជាមួយជំនួយការមិននឹកស្មានដល់ថាចោរប្លន់លាក់ខ្លួននៅខាងក្រោយរថយន្តដឹកអ្នកនៅក្បែរនោះស្រាប់តែបើករថយន្តក្រឡាប់សូមប្រយ័ត្នថៃហេសំខាន់តាអ្នកសុខសប្បាយទេទោះបីជាប្រធានលីនបានឈោងចាប់ហើយរត់គេចខ្លួនក៏ដោយប៉ុន្តែចោរប្លន់បានឆ្លៀតឱកាសបើកឡានចេញពីគាត់ក្រុមចោរប្លន់ដែលបានចាក់ចេញពីទីក្រុងដ៏មានញឹកបានរត់គេចខ្លួននៅក្នុងឡានឆ្ពោះទៅជីក្រុងនៅពេលនេះនាងបេឆេវ៊ីងជាមន្ត្រីនគរបាលជាស្ត្រីនៃក្រុមនគរបាលព្រំទុនបានបើកម៉ូតូមួយ